មានសមត្ថភាពប្រមាញ់លើសរាប់រយដងធៀបនឹងទំហំរបស់វាការពិសោធន៍ក៏បានបញ្ជាក់ទៀតថានេះជាសារពាង្គកាយដែលមានភាពឆ្លៀសវៃមួយកំឡុងពេលប្រមាញ់វាចាប់ផ្ដើមធ្វើតាមដើម្បីបន្លំខ្លួនរបស់វាដើម្បីបញ្ឆោតចំណីហើយធ្វើការវាយប្រហារដ៏សាហាវគេបានព្យាយាមប្រើមធ្យោបាយផ្សេងៗដើម្បីសម្លាប់វាប៉ុន្តែគ្មានវិធីណាមានប្រសិទ្ធភាពទេវាមានគ្រោះថ្នាក់ជាងសត្វផ្សេងៗទៀតនៅលើផែនដីថ្ងៃ15ខែ7 749បានចាប់ឯអ្នកជំនាញបន្តស៊ើបអង្កេតអណ្ដូងរ៉ែក្រហមបន្តដកថយទៅដកថយក្រុមសំណក់ទាំងអស់ត្រូវបានពលីជីវិតវាត្រូវបានគេឲ្យឈ្មោះថាសត្វចម្លែក0បានជួបដំណឹងស្ដេចអាជ្ញាធរដើម្បីទប់ស្កាត់0ពីការរត់គេចនិងរីករាលដាល749សូមធ្វើការប្រកាសហៅអ្នកបញ្ចុះខ្សែស្រឡាយគ្រោះថ្នាក់ឆ្នាំ1992ដែលមានឈ្មោះថាម៉ាសានដើម្បីជួយក្នុងការងារស្រាវជ្រាវនេះលោកត្រូវបានអញ្ជើញកក់សមុទ្រយន្តហោះទៅម៉ាសានគេប្រាប់ថាចង់ទៅលេងសមុទ្រទៅសៀមិនទៅខ្ញុំមានមិត្តនៅទីនោះកក់ឥឡូវស្ដាប់បានអត់